កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិកដល់9ប្រភេទមកត្រឹម 5% សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងតាមរយៈលិខិតស្នើសុំការចរចាជាមួយលោកដូណាល់ត្រាំជំវិញការដាក់ពន្ធមកលើទំនិញកម្ពុជាថាកម្ពុជានឹងកាត់បន្ថយការយកពន្ធលើទំនិញនាំចូលរបស់អាមេរិកចំនួន19ប្រភេទពី 35% មក 5%សម្ដេចធិបតីបានលើកឡើងនៅក្នុងលិខិតស្នើសុំចរចាជាមួយអាមេរិកជំវិញការអនុវត្តពន្ធ 49% លើទំនិញនាំចេញពីកម្ពុជាទៅអាមេរិកនៅថ្ងៃទី4ខែមេសាឆ្នាំ2025តាមរយៈលិខិតផ្លូវការរបស់សម្ដេចធិបតីលើកឡើងថាជាការឆ្លើយតបនឹងការប្រកាសរបស់លោកដូណាល់ត្រាំនៅថ្ងៃទី2ខែមេសាឆ្នាំ2025អនុវត្តពន្ធ 49% លើទំនិញកម្ពុជាចាប់ពីថ្ងៃទី9ខែមេសាឆ្នាំ2025កម្ពុជាស្នើសុំចរចាជាមួយរដ្ឋបាលរបស់លោកត្រាំភ្លាមនឹងស្នើសុំឲ្យរដ្ឋបាលរដ្ឋរបស់លោកត្រាំពន្យាការអនុវត្តពន្ធនាំចូលថ្មីនេះសម្ដេចហ៊ុនម៉ាណែតមានប្រសាសន៍ថាខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថាអត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ 35% ប៉ុណ្ណោះក្នុងគោលបំណងបង្ហាញនៅសុឆន្ទៈនិងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើងកម្ពុជាបដិញ្ញាចិត្តខ្ពស់ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិកជាមួយនឹងការបន្ថយភ្លាមនៅអត្រាពន្ធនាំចូលទំនិញ19ប្រភេទពីអត្រាទេបរមា 35% មកត្រឹមអត្រា 5% យោងតាមក្រសួងពាណិជ្ជកម្មមុខទំនិញភាគច្រើនជាប្រភេទសាច់បន្លែផ្លែឈើភេសជ្ជៈនិងម៉ូតូឯកឧត្តមដូណាល់ ជេ ត្រាំប្រធានាធិបតីនៃសហរដ្ឋអាមេរិកកម្មវត្ថុការស្នើបើកការចរចាលើការដាក់ឲ្យអនុវត្តអត្រាពន្ធនាំចូលថ្មីលើទំនិញនាំចេញរបស់កម្ពុជាឯកឧត្តមប្រធានាធិបតីជាការឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តមកាលពីថ្ងៃទី2ខែមេសាឆ្នាំ2025ក្នុងការដាក់អនុវត្តនៅអត្រាពន្ធនាំចូល 49% លើទំនិញរបស់កម្ពុជាចាប់ពីថ្ងៃទី9ខែមេសាឆ្នាំ2025ខាងមុខនេះកម្ពុជាសូមស្នើបើកការចរចាជាមួយរដ្ឋាភិបាលរបស់ឯកឧត្តមក្នុងពេលដ៏ឆាប់បំផុតតាមដែលអាចធ្វើទៅបាននិងសូមស្នើរដ្ឋាភិបាលរបស់ឯកឧត្តមពន្យាការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះដោយក្តីអនុគ្រោះខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថាអត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ 35% ប៉ុណ្ណោះក្នុងគោលបំណងបង្ហាញនៅសុឆន្ទៈនិងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើងកម្ពុជាបដិញ្ញាចិត្តខ្ពស់ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិកជាមួយនឹងការបន្ថយភ្លាមនៅអត្រាពន្ធនាំចូលទំនិញ19ប្រភេទពីអត្រាទេបរមា 35% មកត្រឹមតែអត្រា 5% ក្នុងស្មារតីនេះខ្ញុំបានប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ខ្ញុំធ្វើការតាក់ទងជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិករបស់ឯកឧត្តមដើម្បីអនុវត្តកិច្ចការនេះកម្ពុជាបដិញ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនាក្នុងន័យស្ថាបនានិងប្រកបដោយលទ្ធផលផ្លែផ្កាជាមួយរដ្ឋាភិបាលអាមេរិកដើម្បីជំរុញឲ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀតសម្ដៅឲ្យប្រជាជាតិនិងប្រជាជនយើងទាំងពីរអាចទទួលបានផលប្រយោជន៍ជាក់ស្ដែងពីទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់នេះសូមឯកឧត្តមទទួលនៅការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ